សួស្តីបាទនៅក្នុងវីដេអូនេះគឺយើងបន្តលំហាត់លេខ4បាទគណនេយ្យបរិមាត្រនៃរូបខាងក្រោមណាបាទលំហាត់នេះគឺនៅក្នុងមេរៀនទី6បាទចំណងជើងរបស់យើងគឺបរិមាត្របាទអញ្ចឹងយើងមើលរូបរបស់យើងនេះបាទគេមានរូបមកគេប្រាប់ប្រវែងជ្រុងនីមួយៗអស់ហើយបងបាទរូបយើងអត់ចូលលក្ខណៈពិសេសជាត្រីកោណជាចតុកោណកែងជាការ៉េអីទេបាទអញ្ចឹងដើម្បីរូបបរិមាត្ររបស់វាគឺយើងមើលតើយើងស្គាល់ប្រវែងជ្រុងទាំងអស់ហើយនៅបាទបើយើងស្គាល់ប្រវែងជ្រុងទាំងអស់ហើយយើងគ្រាន់តែយកប្រវែងជ្រុងនីមួយៗហ្នឹងមកបូកបញ្ចូលគ្នាគឺយើងនឹងឃើញប្រវែងបរិមាត្រសរុបហើយណាបាទអញ្ចឹងយើងចាប់ផ្ដើមរួមមកបរិមាត្ររបស់យើងគឺតែនៅអក្សរ2បាទអញ្ចឹងនេះទេអញ្ចឹងដំបូងខ្ញុំចាប់ផ្ដើមចេញពីជ្រុងវែងយ៉ាងនេះចុះណាបាទអញ្ចឹងយើងមាន18យើងយកទៅបូកនឹងប្រវែងជ្រុងបន្តទៀតគឺ11បាទបូកបន្តទៀតមកបងបូកនឹង10តទៀតគឺ5ជ្រុងបន្តទៀតគឺ4បូកបន្តទៀតគឺ3 4ហើយនឹងចុងក្រោយគឺ3បាទអញ្ចឹងយើងធ្វើប្រមាណទីមកបាទយើងបូកយកតែម្ដងក៏បានដែរបង18បូក11គឺយើងបាន29ថែម10នេះគឺយើងបាន39បូកថែម5យើងបាន44បូក4បាន48 48បូក3បាន51បូកថែម4ទៀតបាន55បូកថែម3ទៀតទាំងអស់បាន58ចឹងយើងឃើញ58ហើយចឹងຂະຫນាតរបស់យើងគិតមើលបំរាប់គេប្រាប់មកជាម៉ែត្រណាចឹងមានន័យថា58ម៉ែត្រចឹងមានន័យថាប្រវែងជុំវិញរូបរបស់យើងនេះសរុបទាំងអស់មកនេះគឺមានប្រវែង58ម៉ែត្របាទអរគុណច្រើន